នារសៀលថ្ងៃទី14ខែមិថុនាឆ្នាំ2025ឯកឧត្តមហូតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ទេសចរបរិស្ថានប្រចាំឆ្នាំ2025ក្រោមប្រធានបទទេសនាកម្ពុជានារដូវកាលបៃតងដែលប្រព្រឹត្តទៅចំនួន2យប់2ថ្ងៃចាប់ពីថ្ងៃទី14ទី15ខែមិថុនាឆ្នាំ2025ដោយមានអ្នកចូលរួមប្រមាណ 20,000 នាក់ដើម្បីអបអរសមុទ្រទឹកសាបកម្ពុជានិងដឹងគុណបឹងទន្លេសាបលើកទី3ព្រឹត្តិការណ៍ទេសចរសហគមន៍អធិកអធមនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនសប្បាយរីករាយស្និទ្ធស្នាលនិងសាមគ្គីភាពរវាងប្រជាសហគមន៍ទាំង17ព្រមទាំងបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកអនុវត្តយុទ្ធនាការទេសនាកម្ពុជានៅរដូវកាលបៃតងសម្ដៅជំរុញចលនាទេសចរក្នុងស្រុកនិងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ទេសចរតាមរយៈព្រឹត្តិការណ៍ទេសចរផ្សារភ្ជាប់នឹងបរិស្ថាននេះមានសកម្មភាពនិងកម្មវិធីជាច្រើនបានរៀបចំឡើងដូចជាក្បួនដង្ហែព្រឹត្តិការណ៍ទេសចរបរិស្ថានតាមរថយន្តនិងថ្មើរជើងការប្រកួតកីឡាទេសចរមិត្តភាពរវាងក្រុមសហគមន៍និងរដ្ឋបាលស្រុកប្រាសាទបាគងការជិះកង់ទេសចរបរិស្ថានកម្មវិធីទេសចរបែបផ្សងព្រេងតាមឆ្នេរនៃបឹងទន្លេសាបការតាំងពិព័រណ៍ផលិតផលសហគមន៍ធម្មជាតិការសម្អាតបរិស្ថានការដាំកូនឈើការបោះជំរំតង់ទេសចរបរិស្ថានការបង្ហាញភាពយន្តឯកសារនិងឧទ្ទិសដឹងគុណដល់បឹងទន្លេសាបការវាយតម្លៃគ្រួសារស្អាតគ្រួសារបៃតងការបណ្ដែតប្រទីបការបង្ហោះគោមនិងការសម្ដែងទស្សនីយភាពសិល្បៈផ្សេងៗទៀតផងដែរសូមបញ្ជាក់ជូនថាព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅឃុំកំពង់ភ្លុកស្រុកប្រាសាទបាគងខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឌីរ៉ាដូអភិបាលរងតំណាងឯកឧត្តមប្រាក់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តសៀមរាបឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរលោកអភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគងលោកជំទាវឆៃសៀវលីនប្រធានសមាគមទេសចរកម្ពុជាហៅកាត់កាតាលោកប្រធានមន្ទីរទេសចរខេត្តសៀមរាបនិងមន្ទីរបរិស្ថានខេត្តសៀមរាបលោកប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សីលោកមេឃុំកំពង់ភ្លុកលោកមេភូមិព្រមទាំងលោកយាយលោកតាអ៊ំពូមីងនិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ទាំង17ផងដែរ